មានកាដូសម្រាប់ក្មេងៗនៅក្នុងភូមិមិនថាកុមារាកុមារីឯគឺអាចមកយកពីបងបានណាហើយបងមានចាសម្រាប់ផ្លុំពពុះសាប៊ូជាមួយនឹងមួយទៀតហ្នឹងគឺភ្លើងដែលយើងកាច់ឲ្យវាភ្លឺនៅពេលយប់អញ្ចឹងទៅមានណាក្មេងៗនៅក្នុងភូមិមកគេលង្អតែម្ដងកំថាឡើយតែក្មេងៗចាស់ពេលដែលយើងឲ្យកូនរបស់គាត់ហើយកូនរបស់គាត់មានស្នាមញញឹមហ្នឹងគាត់ក៏មានស្នាមញញឹមជាមួយនឹងក្មេងៗដូចគ្នាដែរគ្រាន់តែឲ្យភ្លាមមានណាពពុះសាប៊ូហោះពេញណាពេញណីតែម្ដងយកតែមួយឯងអូខេអរគុណបន្ទាប់ពីជិះម៉ូតូឆ្វែលភូមិចែកពពុះសាប៊ូឲ្យទៅដល់ក្មេងៗរួចរាល់ហើយខ្ញុំក៏បានមកចំការយាយរបស់ខ្ញុំក្នុងគោលបំណងគឺមកជីកចេកពងមាន់របស់គាត់យកទៅដាំនៅក្នុងចំការយាយរបស់ខ្ញុំគឺមានដំណាំច្រើនខ្លាំងមែនទែនតែម្ដងប៉ុន្តែគាត់ថាมันមានអីដូចថាច្រើនដើមទេប៉ុន្តែច្រើនមុខឧទាហរណ៍ដូចជាក្រូចខ្លុងរបស់គាត់អញ្ចឹងគឺគាត់មាន2 3ដើមអញ្ចឹងទៅក្រូចប្រសាទមាន2 3ដើមទៅដូងចាក្នុងនឹងក៏គាត់មានចេកហ្នឹងក៏គាត់មានច្រើនប្រភេទដែរមានតាំងពីចេកអង្បូងចេកណាំវ៉ាទឿចាជាពិសេសហ្នឹងគឺចេកពងមាន់ហើយចេកពងមាន់របស់គាត់មិនដឹងគាត់បានពូជមកពីណាទេផ្លែប៉ុណ្ណាដែរម្ដងហើយឥឡូវហ្នឹងខ្ញុំកំពុងតែគាស់ទៅហ្នឹងគឺចេកពងមាន់ខ្ញុំយកទៅដាំចំនួន2ដើមនៅក្រៅផ្ទះរបស់ខ្ញុំដែលមានដីចន្លោះតិចតួចខ្ញុំឆ្លៀតយកទៅដាំទៅហើយខ្ញុំមកមើលខាងនេះវិញចាគឺខ្ញុំឃើញក្រូចខ្លុងរបស់គាត់ហ្នឹងគឺកំពុងតែរៀនផ្លែគេរៀនផ្លែបាន3ផ្លែហើយខ្ញុំហ្នឹងមើលទៅយ៉ាគេរៀនផ្លែតាចាឲ្យមើលដើមរបស់គេទៅស្លឹករបស់គេទៅឡើងល្អមែនទែនតែម្ដងទៅជីកចេកថ្ងៃហ្នឹងមានណាអត់មានបានហត់អីបន្តិចសោះប្អូនប្រុសគេជួយជីកចូលហើយពេលខ្លួនឯងវិញដើរថតទេសភាពឲ្យបងប្អូនអរគ្នាមើលតែម្ដងទៅចូលមកដល់ខាងនេះយាយរបស់ខ្ញុំដាំភាគច្រើនគឺទៀបតែម្ដងហើយទៀបហ្នឹងគឺមានច្រើនដើមគ្រាន់ដែរហើយទៀបនេះគឺពូជឆ្ងាញ់ណាទៀបស្វិតណាបងប្អូនហើយក្នុងហ្នឹងចាគឺគាត់ចេះដាំទៅមានលហុងមានដងមានអីចន្លោះហ្នឹងទៅហើយខាងក្រោមទៀបហ្នឹងក៏គាត់មានដូចជាម្រះព្រៅឬក៏អីផ្សេងក្នុងការដែលយើងអាចបេះចាដំណាំពីខាងក្រោមហ្នឹងមានជីវែងជីអីផ្សេងហ្នឹងទៅនិយាយរួមទៅតកតងទៅនឹងបន្លែបង្ការអីផ្សេងហ្នឹងគឺបន្លែខ្លះហ្នឹងគឺគាត់អត់ចាំបាច់ទៅទិញនៅទីផ្សារគឺគាត់ដាំក្នុងការដែលបេះផ្សារខ្លួនឯងចឹងទៅហើយខ្ញុំមកដល់ផ្ទះវិញភ្លាមបងប្អូនអើយដោយសារតែមួយរយៈនេះបងប្អូនដឹងហើយភ្លៀងគឺភ្លៀងខ្លាំងមែនទែនតែម្ដងស្ទើរតែគ្រប់តំបន់តែម្ដងនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងមេឃចាប់ផ្ដើមធ្លាក់ភ្លៀងហើយនៅផ្ទះរបស់ខ្ញុំហ្នឹងភ្លៀងទៀងម៉ោងល្អណាល្ងាចឡើងគឺភ្លៀងខ្លាំងយកតែម្ដងអញ្ចឹងហើយធ្វើឲ្យដីរបស់យើងហ្នឹងគឺខ្ទាតពេញតែអាកន្លែងផ្លូវដើរហ្នឹងអញ្ចឹងខ្ញុំក៏សេរីបោសសម្អាតវាខ្លះអញ្ចឹងទៅដើម្បីចាឲ្យវាស្អាតវាអីអញ្ចឹងទៅដើរកុំឲ្យប្រពេចប្របាច់ជាប់ដៃជាប់ជើងអញ្ចឹងទៅបោសរួចយើងមកមើលម្រះរបស់យើងមានណាខ្យល់ខ្លាំងកដាស់ដែលយើងខ្ទាស់ពីមុនហ្នឹងហើរឡើងខ្ទេចតែម្ដងអញ្ចឹងឥឡូវនេះគឺសេរីខ្ទាស់វាសាជាថ្មីដើម្បីកុំឲ្យស្រាំងមានឱកាសចូលចុចឬក៏អុចទៅលើម្រះរបស់យើងបានអញ្ចឹងខ្ញុំចាប់ផ្ដើមក្នុងការខ្ទាស់វាហើយអញ្ចឹងទៅធ្វើមិនដើម្បីឲ្យម្រះរបស់យើងមានសុវត្ថិភាពពីសត្វល្អិតចង្រៃក្នុងការដែលវាមកតិចអញ្ចឹងណាហ្នឹងហើយវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ដែរអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូមួយនេះជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ